មុខម្ហូបនៅថ្ងៃនេះគឺបង្គាឆាបន្លែគ្រប់មុខបន្លែយើងមានការ៉ុតមានពោតបារាំងជាដំបូងគឺយើងមានដើមពោតបារាំងយើងយកដើមពោតបារាំងរបស់យើងមកហើយយើងកាត់វាជាកង់បើយើងអត់កាត់ជាកង់ទេវាពិបាកក្នុងការចម្អិនអញ្ចឹងយើងកាត់វាជាកង់ខ្លីៗល្មមមកហើយយើងយកវាមកដាក់ចូលនៅក្នុងចានរបស់យើងហើយបន្ទាប់មកទៀតគឺយើងមានបន្លែយើងមួយមុខទៀតគឺការ៉ុតរបស់យើងក៏ដូចគ្នាដែរគឺយើងកាត់វាជាកង់ដែរប៉ុន្តែយើងមិនមែនកាត់កង់ហើយយើងយកវាទៅចម្អិនតែម្ដងទេគឺយើងត្រូវហាន់វាទៀតយើងរៀបវាដាក់ឲ្យងាយស្រួលមកបន្ទាប់មកយើងហាន់វាជាចំណែកល្អិតល្មមដើម្បីឲ្យពេលដែលយើងចម្អិនទៅវាឆាប់ឆ្អិនល្មមតាមពិតទៅការ៉ុតក៏ជាបន្លែមួយប្រភេទដែលយើងអាចញ៉ាំឆៅក៏បានដែរញ៉ាំឆៅញ៉ាំស្រស់អញ្ចឹងទៅគេថាការ៉ុតជាបន្លែដែលជំនួយដល់ភ្នែកតែដោយសារខ្ញុំយកវាថ្ងៃនេះគឺខ្ញុំយកមកឆាជាមួយនឹងបង្គាសាច់ជ្រូកខ្ញុំថែមមកល្មមទៅយើងហាន់រួចរាល់ហើយទុកដាក់ក្នុងចានរួចរាល់ហើយបង្គាក៏ដូចគ្នាដែរយើងបកសំបកកាត់ក្បាលសម្អាតកម្ទេចកំទីអីផ្សេងនៅក្នុងបង្គាឬក៏អាចបង្គានឹងចេញហើយគឺយើងអាចឆាបានហើយឥឡូវនេះខ្ញុំហាន់បន្លែហាន់អីរួចរាល់ហើយជំហានបន្ទាប់ទៀតគឺខ្ញុំបុកគ្រឿងគឺខ្ញុំយកមើមខ្ទឹមហើយនឹងមានម្ទេសហើយយើងបុកវាបញ្ចូលគ្នាប៉ុន្តែមុននឹងបុកខ្ញុំថែមស្ករសបន្តិចមកហើយបន្ទាប់មកទៀតយើងធ្វើការបុកខ្ទឹមសហើយនឹងម្ទេសហ្នឹងបញ្ចូលគ្នាព្រោះថាម្ហូបនៅថ្ងៃនេះគឺឆាគ្រឿងអញ្ចឹងប៉ុន្តែគ្រាន់តែយើងកែច្នៃវាមិនមែនជាឆាធម្មតាយើងបុកខ្ទឹមសម្ទេសបញ្ចូលគ្នាទូទៅខ្ទឹមសម្ទេសហ្នឹងបើយើងបុកទៅភាគច្រើនគឺយើងបុកដើម្បីយកធ្វើទឹកត្រីឬក៏យើងយកទៅប្រឡាក់សាច់អីផ្សេងតែថ្ងៃនេះគឺខ្ញុំយកមកឆាអញ្ចឹងយើងបុកហើយម៉ត់ល្អហើយឥឡូវយើងដាក់ខ្ទះរបស់យើងលើភ្លើងបន្ទាប់មកយើងបើកភ្លើងដល់ពេលយើងបើកភ្លើងហើយបន្ទាប់ពីខ្ទះយើងក្តៅយើងធ្វើការយកប្រេងឆាយកមកចាក់ចូលនៅក្នុងខ្ទះដែលក្តៅហ្នឹងចាក់ចូលមកល្មមតែយើងអាចឆាបានបន្ទាប់មកទៀតគឺយើងយកគ្រឿងដែលយើងបុកអំបញ្ញមិញនេះយើងយកមកចាក់ចូលនៅក្នុងខ្ទះដែលខ្លាញ់យើងកំពុងតែក្តៅឬក៏ប្រេងឆាកំពុងតែក្តៅហ្នឹងចូលនៅក្នុងខ្ទះហ្នឹងបន្ទាប់មកទៀតហើយគឺយើងធ្វើការឆាគ្រឿងរបស់យើងហ្នឹងចុះឡើងដើម្បីឲ្យវាប្រែពណ៌និងក្លិនឈ្ងុយដើម្បីឲ្យគ្រឿងរបស់យើងមានក្លិនឈ្ងុយល្អមុននឹងយើងធ្វើការចាក់សាច់របស់យើងចូលទៅក្នុងខ្ទះតែយើងនៅតែព្យាយាមឆាវាចុះឡើងទៅឆាគ្រឿងដែលយើងបុកអំបញ្ញមិញហ្នឹងគ្រឿងហ្នឹងគឺមានតែខ្ទឹមសហើយនឹងម្ទេសតែពីរមុខហ្នឹងឯងបុកបញ្ចូលគ្នាឲ្យម៉ត់បន្ទាប់ពីយើងបុកបញ្ចូលគ្នាឲ្យម៉ត់បន្ទាប់មកយើងដាក់ខ្ទះដាក់ប្រេងឆាហើយយើងដាក់គ្រឿងដែលយើងបុកហ្នឹងចូលទៅយើងឆាត្រឡប់ហើយយើងថែមគ្រឿងបន្តិចថែមគ្រឿងបន្តិចចូលមុននឹងយើងចាក់សាច់បញ្ចូលយើងត្រូវធ្វើការឆាទៀតឆាគ្រឿងដែលយើងបុកហ្នឹងចុះឡើងរហូតដល់អាគ្រឿងហ្នឹងវារាងស្ងួតល្មមហើយចាំយើងចាក់សាច់ប៉ុន្តែឥឡូវនេះវាអត់ទាន់ស្ងួតទេខ្ញុំព្យាយាមឆាវាបន្តទៀតឆាចុះឡើងត្រឡប់ទៅត្រឡប់មកទៅព្រោះថាបើយើងអត់ឆាវាចុះឡើងទេវាអាចនឹងខ្លោចអញ្ចឹងយើងឆាគ្រឿងហ្នឹងមើមខ្ទឹមសហ្នឹងម្ទេសដែលយើងបុកហ្នឹងឆាឡើងល្មមមកវាប្រែពណ៌តំណងហើយយើងធ្វើការចាក់សាច់ជ្រូករបស់យើងចូលសាច់ជ្រូករបស់ខ្ញុំដាក់តែបន្តិចឯងខ្ញុំហាន់វាចំណិតតូចល្មមហ្នឹងចាក់ចូលនៅក្នុងខ្ទះរបស់យើងដែលមានខ្ទឹមហើយនឹងម្ទេសដែលយើងឆាហ្នឹងហើយយើងឆាសាច់ជ្រូកហ្នឹងត្រឡប់ទៅត្រឡប់មកតទៀតឆាចុះឡើងទៀតទៅតម្រាំថាសាច់ជ្រូកយើងវាអាចនឹងអត់ងាយឆ្អិនទេយើងឆាវាយូរព្រោះថាបើបង្គាអត់ទាន់ដាក់ទេយើងឆាសាច់ជ្រូកជាមួយនឹងគ្រឿងបុករបស់យើងត្រឡប់ចុះត្រឡប់ឡើងត្រឡប់ទៅត្រឡប់មកទៅឬក៏យើងអាចបើសិនជាហើយយើងអាចដាក់គ្រឿងបន្តិចទៀតក៏បានដែរតែខ្ញុំអត់ទាន់ដាក់ទេខ្ញុំឆាហើយឥឡូវខ្ញុំចាប់តាមដាក់គ្រឿងហើយគ្រឿងរបស់ខ្ញុំដែលត្រូវដាក់ហ្នឹងដំបូងអាចមានស្ករសខ្ញុំត្រូវដាក់ស្ករសចូលនៅក្នុងគ្រឿងឆារបស់យើងហ្នឹងមួយសាច់របស់យើងនឹងចាក់ស្ករសចូលហើយឥឡូវថែមប៊ីចេងបន្តិចចូលតែបន្តិចខ្ញុំអត់ទៅញ៉ាំប៊ីចេងច្រើនទេហើយខ្ញុំដាក់ម្សៅស៊ុបដល់ពេលដាក់ម្សៅស៊ុបចូលហើយម្សៅស៊ុបឬម្សៅរ៉ូឌីហ្នឹងចូលហើយខ្ញុំធ្វើការឆាបន្តទៀត
ឆាសាច់ជ្រូករបស់យើងព្រោះសាច់ជ្រូកជាសាច់មួយដែលយើងមិនអាចញ៉ាំឆៅបានទេហើយយើងចម្អិនក៏យើងមិនអាចចម្អិនវាល្មមបានដែរយើងត្រូវចម្អិនវាឲ្យមានថាបានឆ្អិនល្អបន្ទាប់ពីយើងគិតថាយើងមើលទៅឃើញសាច់ជ្រូករបស់យើងឆ្អិនហើយយើងយកបន្លែដែលយើងហាន់មិញហ្នឹងមានការ៉ុតហើយនិងដើមពោតបារាំងបន្លែគឺមាន2មុខហ្នឹងចាក់បញ្ចូលទៅក្នុងសាច់ដែលយើងឆាមិញហ្នឹងគឺថាយើងឆ្អិនហើយយើងចាក់បន្លែចូលបន្ទាប់ពីយើងចាក់បន្លែចូលទៅហើយយើងធ្វើការឆាវាបន្តទៀតបន្លែនេះវាក៏វាជាម្ហូបយើងអាចថាបន្លែយើងអត់ចាំបាច់ឲ្យវាឆ្អិនពេកទេយើងអាចញ៉ាំវាឆៅស្ទើទៅឆៅទៅឆ្អិនបន្លែដល់ឥឡូវនេះយើងងាស់បន្តិចយើងថែមប្រេងខ្យងចូលទៅក្នុងបន្លែរបស់យើងហ្នឹងថែមប្រេងខ្យងបន្តិចហើយម្ហូបនេះក៏ខ្ញុំអត់គ្រឿងឲ្យដិតដែរដោយសារខ្ញុំត្រូវធ្វើទឹកអំបិលម្រេចដើម្បីជាលក់មួយម្ហូបមួយទៀតដែរអញ្ចឹងខ្ញុំអត់ចាំបាច់ត្រូវដាក់គ្រឿងឲ្យវាប្រៃដិតឬក៏ផ្អែមពេកទេគ្រឿងដែលខ្ញុំដាក់គឺល្មមសាបឡែមព្រោះយើងនៅធ្វើទឹកអំបិលម្រេចដើម្បីជាលក់មួយបន្លែទៅទៀតទេឥឡូវបន្លែរបស់យើងក៏វារៀងចិត្តឆ្អិនដែរខ្ញុំធ្វើការបន្ថែមទឹកបន្តិចចូលនៅក្នុងម្ហូបរបស់ខ្ញុំបន្ទាប់មកទៀតខ្ញុំធ្វើការក្របវាមួយសន្ទុះទៅឲ្យបន្លែរបស់យើងវារៀងទន់តពីបន្លែរបស់យើងទន់ឃើញថាពុះទឹកដែលយើងថែមមិញហើយយើងធ្វើការបើកគម្របចេញហើយធ្វើការឆាវាបន្តទៀតព្រោះថាយើងអត់អាចថាឆាវាតែមកត្រឡប់ទេយើងគ្រាន់តែបន្ថែមទឹកបន្តិចហើយយើងឆាវាចុងក្រោយខ្ញុំដាក់បន្លែខ្ញុំមានស្ពៃតឿមួយទៀតមិញហ្នឹងមានតែ2មុខទេនៅពេលដែលខ្ញុំចាត់តែខ្ញុំក៏នៅមានស្ពៃតឿមួយទៀតខ្ញុំក៏ដាក់ស្ពៃតឿវាចូលហើយអត់ទាន់រួចរាល់នោះទេនៅគ្រឿងផ្សំគោលមួយទៀតគឺបង្គាសាច់បង្គាវាជាប្រភេទសាច់ដែលវាឆាប់ឆ្អិនអញ្ចឹងចាំដាក់ក្រោយគេបើយើងរំងាស់វាយូរពេកវាអាចនឹងអស់ជាតិឬក៏ខ្សោះសាច់បង្គាហ្នឹងអញ្ចឹងបង្គាទុកក្រោយគេឥឡូវហ្នឹងបន្លែការ៉ុតដើមពោតបារាំងស្ពៃតឿយើងដាក់ចូលឆាវាត្រឡប់ទៅត្រឡប់មកហើយយើងដាក់គ្រឿងដាក់អីហ្នឹងវាចង់ឆ្អិនល្មមហើយបន្ទាប់ពីយើងឃើញថាគិតថាវាឆ្អិនហើយចុងក្រោយគឺយើងដាក់បង្គារបស់យើងចូលបង្គាយើងមកល្មមដែលយើងអាចថាឆ្ងាញ់យើងដាក់ហើយយើងជោគវាត្រឡប់ចុះត្រឡប់ឡើងទៀតទៅម្ហូបរបស់យើងវាចាប់ផ្ដើមមានពណ៌មានក្លិនឈ្ងុយល្មមគួរឲ្យចង់ញ៉ាំមែនទែនមុខម្ហូបមួយនេះខ្ញុំដាក់ឈ្មោះថាបង្គាឆាបន្លែគ្រប់មុខតែធាតុពិតបន្លែរបស់ខ្ញុំអត់គ្រប់មុខទេបន្លែមានតែ3មុខគ្រឿងផ្សំគោលគឺបង្គាអញ្ចឹងម្ហូបរបស់ខ្ញុំគឺបានរួចរាល់បង្គារបស់យើងប្រែពណ៌ស្រស់ស្អាតមែនទែនម្ហូបរបស់ខ្ញុំពិតជាស្រស់ស្អាតអរគុណជម្រាបលា